បាទថ្ងៃនេះខ្ញុំក៏មកសៀពាក់ព័ន្ធជាមួយនឹងការអានសៀវភៅការអានសៀវភៅវាមានគុណតម្លៃណាស់អឺយើងក៏លេចមើលប្រទេសអ៊ីស្រាអែលណាគឺជាប្រទេសមួយដែលគ្មានធនធានធម្មជាតិដូចឬក៏ហៅថាអំណោយផលនៃធនធានធម្មជាតិហ្នឹងអត់ដូចប្រទេសរបស់យើងឯងគឺជាប្រទេសមួយនៅលើវាលខ្សាច់ហើយក៏ជាប្រទេសមួយដែលអត់មានទឹកហូបដែរបាទតែអ៊ីស្រាអែលคล้ายទៅជាប្រទេសមួយដែលអឺផ្នែកខាងកសិកម្មបាទលេខ1នៅលើលោកអញ្ចឹងបានន័យថាអឺគ្រប់យ៉ាងណាវាកើតចេញមកពីគំនិតអញ្ចឹងហើយបានអ៊ីស្រាអែលប្រជាជនអ៊ីស្រាអែលភាគច្រើនគឺសឹងតែ 100% តែម្ដងគឺពួកគេអានសៀវភៅបាទព្រោះសៀវភៅគឺជាមេរៀនមួយដែលជីវិតមនុស្សម្នាក់ដែលគាត់បានឆ្លងកាត់ហើយគាត់សរសេរទុកបាទសរសេរទុកនៅក្នុងសៀវភៅមួយហ្នឹងគឺដើម្បីឲ្យមនុស្សជំនាន់ក្រោយបានអានបានរៀនសូត្រអំពីវាហើយដើរទៅផ្លូវត្រូវកុំឲ្យសាកខុសហើយចាំសាកត្រូវតាមក្រោយគឺសាកម្ដងត្រូវតែម្ដងបាទអញ្ចឹងហើយការអានសៀវភៅចំណាយពេលវេលាអានសៀវភៅគឺវាស្មើនឹងទិញបទពិសោធន៍ជីវិតមនុស្សមួយនាក់ឬក៏គេអាន10ក្បាលទៅ100ក្បាលគេបានបទពិសោធន៍ពីមនុស្ស100នាក់បាទអញ្ចឹងការអានសៀវភៅគឺមានគុណតម្លៃការអានធ្វើឲ្យផ្លាស់ប្ដូរវិធីគិតនៅពេលដែលផ្លាស់ប្ដូរវិធីគិតក៏ធ្វើឲ្យផ្លាស់ប្ដូរជីវិតយើងផងដែរបាទទោះជាយើងធ្លាក់ដល់ចំណុចណាក៏ដោយនៅពេលដែល mindset របស់យើងវិធីគិតរបស់យើងនៅតែល្អគឺជីវិតរបស់យើងនឹងត្រឡប់មកប្រសើរវិញនៅថ្ងៃណាមួយមិនខានបាទថ្ងៃក្តៅធ្លាក់ញើសតិចបាទដូរបរិយាកាសថ្ងៃនេះបាទអរគុណជួបគ្នានៅវីដេអូក្រោយ